សម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតផ្ដល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រានិងកុមារមានទុក្ខលំបាកនៅមណ្ឌលម៉ែឈើនារសៀលថ្ងៃច័ន្ទនេះលោកម៉ែស៊ីថតនិងលោកស្រីម៉ៃភីវីបាននាំយកថវិកាចំនួន5លានរៀលអង្គចំនួន1តោននិងមី50កេសដែលជាអំណោយឧបត្ថម្ភដ៏ពងពោះពីសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតផ្ដល់ជូនមណ្ឌលម៉ែឈើដែលស្ថិតនៅក្នុងសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញសម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រានិងកុមារមានទុក្ខលំបាកប្រមាណជិត200នាក់កំពុងរស់នៅក្នុងមណ្ឌលម៉ែឈើពលរំលឹកផងដែរថាកន្លងមកនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើមូលសកម្មភាពរបស់លោកផុនផាឡាប្រធានមណ្ឌលម៉ែឈើដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយចន្ទៈនិងស្មារតីមនុស្សធម៌ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់ជាក់ស្ដែងនៅថ្ងៃទី6ខែមីនាកន្លងទៅនេះសម្ដេចក៏បានឆ្លៀតពេលជួបជជែកលេងជាមួយលោកផុនផាឡាដែលសម្ដេចមានសេចក្តីរំភើបស្ញប់ស្ញែងនិងកោតសរសើរចំពោះទឹកចិត្តការតស៊ូក្នុងជីវិតរបស់លោកផុនផាឡារហូតបានក្លាយជាពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុងមណ្ឌលកុមារកំព្រានេះតែជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខនិងភាពកក់ក្ដៅដល់ក្មួយៗរាប់រយនាក់ដែលកំពុងជួបការលំបាកដោយរូបការពីអតីតកាលហើយនេះមិនត្រឹមតែជាសកម្មភាពគំរូសម្រាប់ក្មួយៗនៅក្នុងមណ្ឌលទេប៉ុន្តែក៏ជាគំរូល្អៗសម្រាប់យុវជនខ្មែរដទៃទៀតដែលមានភាពជោគជ័យរបស់លោកសូមបញ្ជាក់ថាការផ្ដល់អំណោយឧបត្ថម្ភខាងលើនេះគឺសម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតនឹងបន្តផ្ដល់ជាប្រចាំខែគិតចាប់ពីពេលនេះតទៅ